បងប្អូនណាខ្លះមានដូចខ្ញុំអត់បើខ្ញុំមកព្រឹកឡើងគឺថាគិតមុនគេហ្មងគឺមុខម្ហូបហ្នឹងហ្មងត្រូវទៅផ្សារទិញអីធ្វើម្ហូបអីព្រឹកហ្នឹងល្ងាចហ្នឹងត្រូវទិញអីធ្វើម្ហូបអីអញ្ចឹងណានឹកមុខម្ហូបឃើញហើយចង់ញ៉ាំអីហើយពេលដែលទៅដល់ផ្សារគឺអត់មានទិញអត់បានសោះមុខម្ហូបបន្លែប្លុកដែលយើងត្រូវទិញដោយសារខ្ញុំផ្សារទូចនៅគ្រប់នៅមុខផ្ទះភាគច្រើនគឺលក់បន្លែធម្មជាតិត្រីសាច់ធម្មជាតិអញ្ចឹងណាអញ្ចឹងអត់សូវមានអីវ៉ាន់គ្រប់មុខលក់ទេហើយម្យ៉ាងទៀតគឺខ្ញុំអត់សូវទៅផ្សារធំអញ្ចឹងប៉ុន្តែផ្សារធំគឺមានគ្រប់មុខហ៎ប៉ុន្តែខ្ញុំផ្សារទូចខ្ញុំអត់សូវមានគ្រប់មុខទេប៉ុន្តែភាគច្រើនមានរបស់បន្លែប្លុកធម្មជាតិនិយាយពីថាមកព្រឹកមួយថ្ងៃគិតតែរឿងម្ហូបហ្នឹងហ្មងមិនថាមួយថ្ងៃហូបបាយតែម្ដងអីមួយអាទិត្យ2 ដង 3 ដងអីមិនថាទេមួយថ្ងៃ2 3 ដងអូយពីថាអត់ដឹងនឹកឃើញធ្វើមុខម្ហូបអីទេថ្ងៃនេះហ៎ក៏នឹកឃើញនេះឆាសាច់គោជាមួយនឹងគ្នាពោតហ្មងទៅអត់ដឹងថាធ្វើអីបងប្អូនមកគាត់ជាគិតអីត្រូវអត់ថាអត់សូវចេះធ្វើមុខម្ហូបអីផងហើយមកធ្វើជាវីដេអូអីចែកម្លែកមុខម្ហូបអត់ទេបងប្អូនចង់និយាយថាធ្វើមុខម្ហូបចែកម្លែកហ្នឹងពេលដែលខ្ញុំធ្វើមុខម្ហូបហ្នឹងហើយបងប្អូនអូវីដេអូខ្ញុំឃើញក៏នឹកឃើញថាអត់ដឹងធ្វើមុខម្ហូបអីដែរក៏នឹកឃើញមុខម្ហូបខ្ញុំក៏ថាចង់ទៅទិញគ្នាពោតយកមកឆាយដែរអញ្ចឹងណាខ្ញុំយល់ចិត្តបងប្អូនដែលគាត់ជាមេផ្ទះធ្វើម្ហូបរាល់ថ្ងៃនិយាយមែនមួយថ្ងៃអត់ដឹងរនឹកមុខម្ហូបអីប្លែកមកទេនិយាយមែនដូចខ្ញុំអីអញ្ចឹងអត់ដឹងថាត្រូវធ្វើម្ហូបអីក៏ទៀតលៃទៀតបន្ថែមធ្វើម្ហូបហើយឆ្ងាញ់ទៅអស់លុយច្រើនអញ្ចឹងបន្ថែមរាល់ថ្ងៃពេកក៏ទៅមិនរួចដែរអញ្ចឹងណាបើអីថាបកាយើងក៏មានកំណត់ដែរធ្វើម្ហូបណាយើងអស់លុយល្មមតិចហើយម្ហូបអីថាឆ្ងាញ់អាចទទួលយកបានអីអញ្ចឹងទៅអូនិយាយថាគិតបងប្អូនតែនិយាយថាបើសិនជាយើងមានលុយពេញក្តាប់ទៅអាហ្នឹងយើងទៅផ្សារធំរឿងមុខម្ហូបអីយើងមិនសូវជាគិតអីច្រើនទេប៉ុន្តែរឿងថាវិការវាមានកំណត់អីអញ្ចឹងណាមុខម្ហូបយើងក៏តាមនឹងដែរឯការឆាសាច់គោខ្ញុំនេះគឺថាធម្មតាដូចតែគេដូចតែឯងហ្នឹងបងប្អូនអើយចាក់យកឆាសាច់គោរបស់ខ្ញុំនេះភាគច្រើនគឺខ្ញុំឆាបន្លែមុនអញ្ចឹងហ្មងពេលដែលឆាបន្លែមុនហើយយើងឆាសាច់គោគឺថាចាក់បន្លែឆ្អិនចូលស្រាប់អញ្ចឹងគឺវាលឿនហើយវាចូលជាតិអញ្ចឹងណាហើយសម្រាប់បងប្អូនខ្លះគឺគាត់ឆាខុសពីខ្ញុំអញ្ចឹងទៅបងប្អូនខ្លះក៏គាត់ឆាដូចខ្ញុំប៉ុន្តែខ្ញុំចូលចិត្តឆារបៀបហ្នឹងអញ្ចឹងណាឥឡូវគឺថាល្ងាចហ្នឹងរួចខ្លួនទៅពេលហើយនៅព្រឹកស្អែកទៀតអត់ដឹងត្រូវធ្វើអីទេនិយាយមែនដោយសារតែផ្ទះខ្ញុំគឺនៅចិត្តផ្សារទូចអញ្ចឹងណាអញ្ចឹងគឺថាបន្លែប្លុកធម្មជាតិនៃស្រុកភូមិបេះមកលក់រាល់ថ្ងៃអញ្ចឹងទៅឲ្យទៅយ៉ាងថ្ងៃបន្តិចដឹងអត់តន់ហើយព្រោះតុងម៉ោង7ជាងគឺថាលក់អស់ហើយឥឡូវគឺថាឆ្អិនហើយបងប្អូនរួចខ្លួនមកពេលឥឡូវនៅព្រឹកស្អែកទៀតឥឡូវព្រឹកស្អែកអត់ដឹងហូបអីទេនេះរនឹកមិនទាន់ឃើញទេចាំមើលស្អែកត្រូវទៅផ្សារទិញអីទៀតអញ្ចឹងណាហើយឥឡូវគឺថាឆ្អិនរួចរាល់អស់ហើយបងប្អូនមកញ៉ាំជាមួយខ្ញុំទាំងអស់គ្នាហើយបន្ទាប់ពីធ្វើម្ហូបរួចរាល់ហើយបងប្អូននិយាយថាអត់ទាន់ហូបបាយទេគឺថាមិនភ្លេចទេការថែរក្សាស្បែកបងប្អូនឥឡូវគឺថាធ្វើម្ហូបរួចក៏មានញ៉ាំបាយទេគឺថាតែមួយទឹកខាត់ស្បែកសិនហើយប្រភេទស្រាប់របស់ខ្ញុំនេះគឺថាល្អប្រាស់ខ្លាំងមែនតើជាមួយនឹងបងប្អូនគាត់ជិះលាបឡេចាជិះលាបឡេអាចប្រើជាមួយស្រាប់មួយអាទិត្យ8 ដងក៏ធ្វើស្បែកយើងសភ្លឺសមកសលោកដែរជាពិសេសទៅទៀតណាបងប្អូនគាត់មានក្លិនខ្លួនក្លិនសាយក៏បំបត្តិល្អខ្លាំងមែនតើហើយបងប្អូនគាត់ចង់បានប្រភេទស្រាប់ធម្មជាតិរបស់ខ្ញុំអាចឆាត់ចូលពេកបានចាមួយឈុតវាគឺមាន3មុខហើយបើថាតម្លៃវិញគឺថាតម្លៃធូរខ្លាំងមែនតើ